ស្របពេលដែលមតិជាច្រើនបានលើកឡើងអំពីការគាំទ្រឲ្យមានការប្រើប្រាស់ព្រះកោដ្ឋឡើងវិញថ្ងៃនេះក្រុមដំណើរខ្មែរសូមធ្វើការអធិប្បាយផ្សាយអំពីទំនៀមទម្លាប់នៃការប្រើប្រាស់ព្រះកោដ្ឋក្នុងសង្គមខ្មែរដើម្បីជាគុណប្រយោជន៍សម្រាប់ជាចំណេះដឹងអំពីទំនៀមទម្លាប់ស្រុកខ្មែរដែលស្ទើរតែបាត់បង់ជូនដល់ប្រិយមិត្តអ្នកសិក្សាស្រាវជ្រាវទាំងឡាយតាមរយៈការបង្ហោះផ្សាយមួយនៃគេហទំព័របុរាណាចារ្យបានចុះផ្សាយអំពីព្រះកោដ្ឋដែលមានន័យសេចក្តីដូចតទៅនេះក្នុងវប្បធម៌ខ្មែរយើងព្រះកោដ្ឋត្រូវបានបែងចែកជា3ផ្នែកសំខាន់មានដូចជា 1. ព្រះកោដ្ឋក្រៅនិងគ្រឿងលម្អព្រះកោដ្ឋក្រៅនេះក្នុងវប្បធម៌ខ្មែរគឺជាព្រះកោដ្ឋដែលយើងមើលឃើញនិងសម្គាល់ថាជាព្រះកោដ្ឋដាក់ព្រះសពតែតាមពិតព្រះកោដ្ឋក្នុងឯណោះទេដែលមាននីតិដាក់ព្រះសពព្រះកោដ្ឋរបស់ព្រះមហាក្សត្រហៅថាព្រះកោដ្ឋមាសឬព្រះសុវណ្ណកោដ្ឋព្រោះមានប្រើប្រាស់ឬលម្អដោយមាសខ្មែរយើងមានព្រះកោដ្ឋមាសសម្រាប់ព្រះមហាក្សត្រព្រះមហាសង្ឃរាជមានព្រះកោដ្ឋមាសកណ្ដាលនិងព្រះកោដ្ឋមាសតូចសម្រាប់ព្រះរាជវង្សានុវង្សក្រៅអំពីនេះយើងមានព្រះកោដ្ឋសាងអំពីលោហៈធាតុផ្សេងឬសាងអំពីឈើបិទមាសជាដើមសម្រាប់ប្រើប្រាស់ក្នុងវិស័យសាសនាគេបែងចែកព្រះកោដ្ឋក្រៅជា3ផ្នែកគឺគម្របព្រះកោដ្ឋតួព្រះកោដ្ឋនិងជើងព្រះកោដ្ឋក្រៅអំពីនេះព្រះកោដ្ឋត្រូវបានលម្អដោយគ្រឿងអលង្ការក្បាច់ផ្កាភ្ញីផ្សេងកម្រងភួងផ្កានិងសំណាញ់ផ្កាជាដើមគម្របព្រះកោដ្ឋត្រូវបានរចនាឡើងបែបនឹងមកុដព្រះមហាក្សត្រទ្រង់រាជដោយមានជាពេជ្រមណ្ឌល3ថ្នាក់លម្អផ្កាញ័រនិងកញ្ចាំងតាមថ្នាក់នីមួយៗជុំវិញឯចុងកំពូលមានជាឆ័ត្ររួតច្រើនជាន់ព្រះកោដ្ឋដែលមានលំដាប់ទាបជាងឋានៈព្រះមហាក្សត្រជាទូទៅមានពេជ្រមណ្ឌលតែ2ជាន់ទេព្រះកោដ្ឋខ្លះមានសន្តានជាកំពូលស្រួចតែម្ដងមិនមានពេជ្រមណ្ឌលទេគម្របព្រះកោដ្ឋព្រះមហាក្សត្រមានកម្ពស់ជារួម1.70 ម៉ែត្រតួព្រះកោដ្ឋក្រៅមានសន្តានរាងមូលជាស៊ីឡាំងហើយបើកធំកោងទៅផ្នែកខាងលើតួព្រះកោដ្ឋក្រៅមានកម្ពស់90 សង់ទីម៉ែត្រនៅជុំវិញមានឆ្លាក់ជាបន្ទះក្បាច់ផ្កាភ្ញីមានប្រហោងសម្រាប់ដាំត្បូងសំណុំក្រោមឬជើងកោដ្ឋព្រះកោដ្ឋសំណុំក្រោមព្រះកោដ្ឋមានកម្ពស់40 សង់ទីម៉ែត្រនិងទំហំ80 សង់ទីម៉ែត្រឯជើងព្រះកោដ្ឋនោះក្រៅអំពីរចនាក្បាច់នានាហើយនោះគេមានផ្សារកងរង្វង់ចំនួន4សម្រាប់សោកឈើសែងព្រះកោដ្ឋក្រៅទាំងមូលមានកម្ពស់សរុប3 ម៉ែត្រព្រះសុវណ្ណកោដ្ឋរបស់ព្រះមហាក្សត្រសាងអំពីមាស300តម្លឹងដែលមានទម្ងន់ 11.5 គីឡូក្រាមពង្រឹងដោយលោហៈមានប្រាក់និងស្ពាន់ជាដើមគ្រឿងលម្អគ្រឿងសម្រាប់លម្អព្រះកោដ្ឋក្រៅពីឆ័ត្ររួតផ្កាញ័រកញ្ចាំងនៅកំពូលហើយនោះនៅមាត់គម្របព្រះកោដ្ឋមានគ្រឿងល្បាក់ទម្លាក់រំយោលធ្វើអំពីលោហៈធាតុដែលមានតម្លៃមានដាំត្បូងយ៉ាងល្អប្រណិតឯនៅជើងព្រះកោដ្ឋភ្ជាប់នឹងតួព្រះកោដ្ឋគេមានលម្អជាក្បាច់កញ្ចាំងតូចនិងក្បាច់កញ្ចាំងវែងចាក់ឡើងទៅលើដោយសម្បកទំពាំងបញ្ចាតាមទំនៀមទម្លាប់ខ្មែរព្រះកោដ្ឋត្រូវតម្កល់លើព្រះបញ្ចាទៅតាមឋានៈរបស់ព្រះសពជាទូទៅព្រះមហាក្សត្រព្រះមហាក្សត្រិយានីព្រះរាជមាតាព្រះរាជបិតាប្រើប្រាស់ព្រះមហាបញ្ចាប្រដាប់មាស9ជាន់ព្រះមហាក្សត្រក្រោមចំណុះព្រះមហាឧបរាជព្រះមហាសង្ឃរាជព្រះអគ្គមហេសីព្រះរាជវង្សជាធំព្រះមាតុច្ឆាព្រះបិតុលាជាដើមនោះប្រើប្រាស់ព្រះមហាបញ្ចា7ជាន់សម្ដេចព្រះសង្ឃនាយកសម្ដេចព្រះរាជាគណៈព្រះរាជវង្សានុវង្សប្រើប្រាស់បញ្ចា5ជាន់2. ព្រះកោដ្ឋក្នុងនេះច្រើនហៅថាឡតជាតួព្រះកោដ្ឋពិតប្រាកដដែលត្រូវបានសាងឡើងដោយលោហៈរឹងមាំសម្រាប់ទ្រង់ព្រះសពព្រះកោដ្ឋក្នុងនេះគេសាងភ្លាមបន្ទាប់ពីព្រះមហាក្សត្រឬព្រះរាជវង្សសុគតទៅ
ព្រោះឥតមានក្បាច់រចនាច្រើនទេក្នុងករណីចាំបាច់គេអាចផ្លាស់ប្ដូរព្រះកោដ្ឋក្នុងបានដើម្បីជាការដំឡើងព្រះយសដល់ព្រះសពព្រះកោដ្ឋក្នុងបែងចែកជាពីរគឺតួព្រះកោដ្ឋក្នុងនិងគម្របព្រះកោដ្ឋក្នុងតួព្រះកោដ្ឋក្នុងមានសន្តានដូចតួព្រះកោដ្ឋក្រៅដែរតែសាងអំពីលោហៈមានកល័យជាមួយមាសនិងប្រាក់មានស្ថានរឹងមាំសម្រាប់ទ្រង់ព្រះសពនៅគែមព្រះកោដ្ឋក្នុងគេមានធ្វើសន្តានជាដៃដោយដៃខ្ទះសម្រាប់លើកដាក់ចូលទៅក្នុងព្រះកោដ្ឋក្រៅយ៉ាងងាយស្រួលគម្របព្រះកោដ្ឋក្នុងគម្របព្រះកោដ្ឋក្នុងមិនមានសន្តានខ្ពស់ដូចជាមកុដដូចព្រះកោដ្ឋក្រៅទេតែមានរូបលក្ខណៈដូចគម្របឆ្នាំងដីមូលកោងនិងមានចុងសម្រាប់ចាប់បើក3ក្តារបែននិងបំពង់បបោផ្នែកចុងក្រោយគេនិយាយអំពីការរៀបចំព្រះសពនិងបំពង់ត្រង់ទឹកបបោក្នុងចំណុចនេះរវាងព្រះមហាក្សត្រនិងព្រះសពផ្សេងៗអាចមានការរៀបចំខុសពីគ្នាតែយើងលើកយកអំពីព្រះសពព្រះមហាក្សត្រមកនិយាយនៅទីនេះម្យ៉ាងទៀតយើងសូមបញ្ជាក់ថានៅដំណាក់កាលនេះមិនមានការកាត់សរសៃដៃជើងដោយសពរឹងអ្វីនោះទេក្នុងវប្បធម៌ខ្មែរគេរៀបព្រះសពចូលក្នុងកោដ្ឋនៅរយៈពេលចាប់ពី24ម៉ោងឡើងទៅបន្ទាប់ពីសពផុតដង្ហើមនៅក្នុងរយៈនេះសពមានសភាពសមល្មមលែងរឹងដោយការស្លាប់ភ្លាមហើយជាហេតុដែលធ្វើឲ្យក្រុមរៀបចំសពមានភាពងាយស្រួលក្នុងការរៀបចំកាយវិការសពក្តារបែនជាក្តារបន្ទះរាងមូលសម្រាប់ទ្រព្រះសពឲ្យប្រថាប់គង់លើក្នុងទម្រង់សំពះនៅលើក្តារបែបនោះមានដែកវែងចាក់ឡើងទៅលើហើយដាក់ជាទម្រសម្រាប់ទ្រចង្កាព្រះសពនិងជាលំនឹងសម្រាប់ចងព្រះសពផងដែរសម្ពុតក្រណាត់និងខ្នើយកលនៅពេលយាងព្រះសពមកគង់លើក្តារបែនរួចគេចងចំណងប្រការផ្សេងតាមប្រពៃណីជារួចរាល់ហើយគេលើកក្តារបែននោះមកតម្កល់លើសម្ពុតក្រណាត់ទេសឯកចំនួន2ផ្ទាំងដែលដាក់ខ្វែងគ្នាសម្ពុតទេសទាំងពីរនោះមានប្រវែង10ហត្ថឬ5ម៉ែត្រនិងត្រូវបានបត់ជា2រួចធ្វើការរៀបចំព្រះសពយាងចូលព្រះកោដ្ឋក្នុងដោយប្រើប្រាស់ខ្នើយនិងក្រណាត់ផ្សេងកលព្រះសពឲ្យមានលំនឹងល្អទើបបិទគម្របបំពង់ព្រះបបោនិងថូព្រះបបោជាទូទៅនៅបាតព្រះកោដ្ឋក្នុងនិងបាតព្រះកោដ្ឋក្រៅគេមានចោះប្រហោងសមល្មមនិងតបំពង់លោហៈធាតុឬបំពង់ឫស្សីចុះទៅក្រោមដោយជាការបង្ហូរចេញនៅទឹកផ្សេងដែលហូរចេញពីសពដោយនៅសម័យបុរាណមិនទាន់មានការចាក់ថ្នាំរក្សាសពនោះទេជាហេតុធ្វើឲ្យមានវិធីនេះឡើងបំពង់បបោត្រូវបានតយ៉ាងវែងចុះទៅកាន់ក្រឡបិទជិតមួយដែលតាំងនៅខាងក្រោមព្រះមហាបញ្ចា